ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាត្រឡប់មកវិញជាមួយនឹង channel របស់ខ្ញុំបាទ Sky ហើយថ្ងៃនេះដែរគឺត្រឡប់មកវិញជាមួយនឹង episode ទីប្រមាណចេះខ្ញុំឆែកមើលទីសិនខានធ្វើវីដេអូដោះស្រាយបញ្ហាក្នុងជីវិតដល់ពេលចឹងហើយវាផ្លេច episode ហើយនេះគឺជា episode ទី26ហើយដោយសារវីដេអូ episode ទី25គឺខ្ញុំនិយាយពីជំងឺបាក់ទឹកចិត្តអញ្ចឹងនៅក្នុង episode ទី26នេះគឺខ្ញុំនិយាយអំពីសេរីភាពចង់នឹងថាអត្តន័យនៃសេរីភាពវាខ្ញុំនិយាយតាក់ទងជាមួយនឹងអីខ្លះយើងផ្ដោតសំខាន់លើអីខ្លះឥឡូវយើងចូលទៅវីដេអូទាំងអស់គ្នាក៏ប៉ុន្តែមុនចូលដល់វីដេអូខ្ញុំសូមនេះតិចអ្នកនរគ្នាដោយសារខ្ញុំខានធ្វើវីដេអូនិយាយតាក់ទងជាមួយនឹងការដោះស្រាយបញ្ហាក្នុងជីវិតដោយសារអវល់ច្រើនពេកដល់ពេលចឹងហើយអត់បានឆ្លៀតពេលនឹងបកស្រាយនិយាយតាក់ទងជាមួយនឹងអីដែលជួបផ្ទាល់ក្នុងជីវិតមានបងប្អូនយើងច្រើនដែលខ្ញុំត្រូវលើករឿងច្រើនដែលត្រូវមកនិយាយតាក់ទងជាមួយនឹងបញ្ហាស្នេហាការងារអីវាមានច្រើនជាពិសេសគឺបញ្ហាស្នេហាតែគាត់ថា episode នេះគឺខ្ញុំនិយាយតាក់ទងជាមួយនឹងជីវិតផ្ទាល់ដែលវាអាចនឹងពាក់ព័ន្ធជាមួយនឹងស្នេហាខ្លះដែរឥឡូវយើងចូលទៅទាំងអស់គ្នា let's go បើសិនជាខ្ញុំសួរទៅកាន់បងប្អូនទាំងអស់គ្នាអ្នកទាំងអស់គ្នាសួរថាអ្វីដែលធ្វើឲ្យរីករាយនៅក្នុងជីវិតរបស់យើងអីដែលវាសំខាន់នៅក្នុងជីវិតរបស់យើងហើយអីដែលនិយាយមួយម៉ាត់ទៅវាសំខាន់សម្រាប់ជីវិតរបស់យើងហើយដែលធ្វើឲ្យជីវិតរបស់យើងនឹងវាមានភាពរីករាយមានភាពអីចឹងចម្លើយដែលទទួលបានភាគច្រើនប្រកាសជាអីដែលបានគឺសេរីភាពការមានសេរីភាពចង់ទៅណាក៏បានចង់ធ្វើនេះក៏បានចង់ធ្វើនោះក៏បានស្រាប់តែចិត្តរបស់យើងដែលយើងចង់ហើយយើងអាចធ្វើទៅបានអញ្ចឹងប្រកាសជាសេរីភាពហ្នឹងឯងដែលវាសំខាន់ដែលមនុស្សម្នាក់ចង់បានក៏ប៉ុន្តែបើសិនជាការប្រើប្រាស់សេរីភាពនឹងដូចថាយើងចង់ធ្វើអីយើងធ្វើនឹងទៅយើងមិនបាច់ខ្វល់ពីអីទាំងអស់អញ្ចឹងមានន័យថាមនុស្សដែលប្រើប្រាស់សេរីភាពវាខ្លាំងតាមតែចំណង់ចិត្តរបស់យើងបើគាត់ប្រើប្រាស់សេរីភាពគាត់បែបហ្នឹងមានន័យថាគាត់នៅចរកូនក្មេងនៅឡើយអត់ទាន់ចាស់ទុំនៅឡើយទេព្រោះអីព្រោះសេរីភាពហ្នឹងឯងដែលធ្វើឲ្យមនុស្សងប់ងល់មនុស្សឆ្លុះវែងមនុស្សអីគ្រប់បែបយ៉ាងហើយមនុស្សចាប់ដើមនិយាយមកទៅថាបែកគំនិតបែកអីតែមិនបែកទៅលើផ្លូវល្អស្អីណាបែកគំនិតថាធ្វើរឿងអីដែលអត់ប្រយោជន៍ដែលឲ្យតែខ្លួនឯងសុបាយអត់មានគិតពីអនាគតអត់មានគិតពីគ្រួសារពីអីពីសង្គមពីអីទាំងអស់មានន័យថាមនុស្សហ្នឹងនៅចរកូនក្មេងនៅឡើយហើយអីដែលចាប់ផ្ដើមដែលឲ្យគាត់វក់ទៅជាលក្ខណៈបែបហ្នឹងអត់មានគិតពីរឿងអីទាំងអស់ឲ្យតែខ្លួនឯងសុបាយខ្លួនឯងអីដែលចាប់ដើមដំបូងដែលធ្វើឲ្យគាត់បែបហ្នឹងគឺតកតងជាមួយនឹងការមានសេរីភាពដំបូងអញ្ចឹងមនុស្សដែលមានសេរីភាពដំបូងគឺជាការភ្លើតភ្លើនការងប់ងល់ការអីគ្រប់បែបយ៉ាងឧទាហរណ៍មិនទាំងអស់ទេខ្ញុំមិនចោទទៅលើថាមនុស្សទៅអញ្ចឹងដឹងតែអស់ណាស្ដាប់ខ្ញុំមិនទាន់អញ្ចឹងភាគច្រើនចាប់ដើមសេរីភាពដំបូងគឺអ្នកដែលគាត់ចប់ទី12ហើយគាត់ទៅរៀននៅសាកលអាហ្នឹងគឺចាប់ផ្ដើមមានសេរីភាពដំបូងអញ្ចឹងបើអ្នកខ្លះគ្រប់គ្រងខ្លួនឯងបានក៏បានអ្នកខ្លះបើមិនបានទេគឺប្រកាសជាបែកគំនិតទៅផ្សេងហើយដូចជាការទៅជាលេងបាយលេងអីល្បែងអនឡាញទៅអីលងខ្លួនអស់រួយអស់លុយរាប់ម៉ឺនរាប់ពាន់អីចឹងទៅដល់ថ្នាក់មានអ្នកខ្លះទៀតលោតពីលើស្ពានសម្រាប់ខ្លួនចងកសម្រាប់ខ្លួនវាមានរឿងច្រើនក្នុងសង្គមហើយមួយទៀតនៅការនៅរៀននៅបឋមច្រឡំនៅបឋមអ្នកនរគ្នាជាស្រ័យរៀននៅវិទ្យាល័យអញ្ចឹងអ្នកខ្លះទៅក៏ប៉ាគាត់រត់បតឹងអត់ឲ្យមានស្នេហាអត់ឲ្យមានអីចឹងទៅដល់ពេលទៅដល់លើអ្នកនរគ្នាចាប់ដើមមានសេរីភាពហើយចាប់ដើមមានសេរីភាពអញ្ចឹងចាប់ដើម
គាត់អាចលួចលាក់បានគាត់អីចឹងណាអញ្ចឹងគាត់តំណែងហើយតំណែងស្នេហាមុនដំបូងវាអត់អីទេណានេះអាចនឹងធម្មតាសាមញ្ញតែដល់ពេលយូរទៅធ្វើឲ្យអាបន្តិចហ្នឹងធ្វើឲ្យយើងលងខ្លួនទៅស្រឡាញ់ខ្លាំងសំបីតាអីក៏ហ៊ានលះបង់ណាអាហ្នឹងវាអាចទៅជាអញ្ចឹងហើយភាគច្រើនទៅដល់លើអធិស្ឋានខ្ញុំនិយាយបើសិនជាប៉ះពាល់តែក៏អាហ្នឹងវាជាការពិតភាគច្រើនអ្នកដែលរៀនសកលនៅបន្ទប់ជួលនៅអីវាមានអ្នកខ្លះក៏ល្អរៀនទៅត្រឹមត្រូវសម្រាប់អ្នកខ្លះទៀតគឺអត់ទេចាប់ដើមមានស្នេហាចាប់ដើមអីចឹងទៅនៅមួយគ្នាដូចប្តីប្រពន្ធចឹងនៅមួយគ្នារស់នៅមួយគ្នាដូចប្តីប្រពន្ធចឹងតែដល់ពេលម៉ាក់ប៉ាគាត់ឡើងទៅលេងបន្ទប់ជួលឡើងទៅលេងអីកូនរៀននៅពេញអីចឹងទៅចាប់ដើមដាក់ម៉ូគ្នាចែកជើងគ្នាអញ្ចឹងអានឹងគួរតែប្រយ័ត្នហើយអាណាព្យាបាលក៏គួរតែប្រយ័ត្នដែរនឹងមិនមែនថាចេះតែថានឹងឆ្លងកាត់បទពិសោធន៍ឆ្លងកាត់ការមើលឃើញការអីគ្រប់បែបយ៉ាងបានហ៊ាននិយាយទៅចឹងកើតហើយនិយាយប្រកាសជាប៉ះពាល់ទៅដល់បងប្អូនមួយចំនួនហើយអញ្ចឹងបើសិនជាបងប្អូនមួយចំនួនគាត់ទៅលក្ខណៈបែបហ្នឹងអញ្ចឹងបងប្អូនភាគច្រើនបងប្អូនស្រីបងប្អូនប្រើក៏ដោយតែគាត់ថាសំដៅលើបងប្អូនស្រីភាគច្រើនគួរតែរៀនឲ្យតម្លៃខ្លួនឯងរៀនអីខ្ញុំនិយាយថាខ្ញុំចេះដឹងអីណាតែអានឹងវាជាបទពិសោធន៍ដែលយើងធ្លាប់ឆ្លងកាត់ធ្លាប់អីពីមុនមកអញ្ចឹងហើយគួរតែ control ខ្លួនឯងជាប់ធ្វើខ្លួនឯងមានតម្លៃអីដែលគួរធ្វើអីដែលមិនគួរធ្វើបើសិនជាយើងចូលជារស់នៅលក្ខណៈដូចប្តីប្រពន្ធបែបហ្នឹងហើយគួរតែឲ្យម៉ាក់ប៉ាអីដឹងឮទៅតែបើសិនជាអត់តន់បែបហ្នឹងទេយើងគួរតែកុំអីយើងកុំទៅជាលក្ខណៈបែបហ្នឹងព្រោះអីគេព្រោះយើងអត់តន់លុយបានផ្គត់ផ្គង់ចំណូលចំណាយខ្លួនឯងអីឲ្យសពគ្រប់ទេយើងតែរៀននៅសកលយើងនិយាយរួមយើងកសាងគ្រឹះរបស់យើងអត់តន់រឹងមាំសម្រាប់អាចនឹងមានគ្រួសារអាចនឹងចំណូលចំណាយអីគិតតាមហ្នឹងព្រោះភាគច្រើនស្រឡាញ់គ្នាណាស់របៀបអញ្ចឹងតែដល់ពេលចាប់ដើមនៅជាមួយគ្នាប្រកបចាយលុយចាយអីដឹងមួយគ្នាអស់ទៅភាគច្រើនឆ្លោះគ្នាបែកបាក់គ្នាដោយសារតែបញ្ហារឿងលុយកាក់រឿងរស់នៅអត់ចោះសម្រងគ្នាប្រចាំគ្នាអីហ្នឹងអាហ្នឹងគឺមានច្រើនមុនដំបូងស្រឡាញ់គ្នារបៀបអញ្ចឹងវាអត់ទាន់ដឹងអត់ទាន់អីអស់ពីគ្នាទេតែដល់ពេលជាប្តីប្រពន្ធប្រកបអីអាហ្នឹងវារឿងទាំងអស់ហ្នឹងវាចាប់ដើមមកហើយអញ្ចឹងបើសិនជាអត់ទាន់ដល់ដំណាក់កាលហ្នឹងទេអញ្ចឹងយើងគួរថា control ខ្លួនឯងជាប់កុំរបៀបអញ្ចឹងស្រឡាញ់គ្នាអត់អាចហាមបានទេក្តីស្រឡាញ់តែក៏យើងតាក់ទងគ្នាធម្មតាទៅមើលចិត្តគ្នាបន្ថែមធម្មតាទៅអាហ្នឹងអូខេវាអត់បញ្ហាទេហើយបើសិនជាទៅជាបែបហ្នឹងហើយដូចខ្ញុំនិយាយចឹងគួរតែឲ្យម៉ាក់ប៉ាអីដឹងឮថាយើងតាក់ទងគ្នាមិនអីមិនចឹងទៅបើគាត់អនុញ្ញាតឲ្យយើងគួរតែភ្ជាប់ពាក្យឬក៏អាចការទៅឲ្យចាប់ដៃគ្នាទៅតែគាត់ថាសូមមើលគ្នាច្បាស់សិនមុនដល់ដំណាក់កាលហ្នឹងសូមពិនិត្យសូមមើលអត្តចរិតមើលអីឲ្យសពគ្រប់សិនកុំឲ្យអាការស្រឡាញ់អាបេះដូងវាមកបាំងមុខមកបាំងខួរក្បាលបាំងការគិតអញ្ចឹងអានឹងវាបញ្ហាសម្រាប់ថ្ងៃក្រោយអាវទៅជាខាងហ្នឹងវាអាចនឹងថាវានឹងធ្ងន់ធ្ងរដែរក៏ប៉ុន្តែវានៅធូរស្រាលជារឿងមួយទៀតទេរឿងមួយទៀតពាក់ព័ន្ធជាមួយនឹងការដើរលេងផឹកស៊ីសប្បាយចូលក្លឹបចូលអីនិយាយទៅប៉ះពាល់ឲ្យចូលក្លឹបចូលអីជេរខ្ញុំព្រាទៅឡើយតែគាត់អានឹងគឺជាការនិយាយដើម្បីឲ្យផលប្រយោជន៍ទាំងអស់គ្នាទេសម្រាប់អ្នកដែលគាត់ឆ្លុះពងវែងសម្រាប់ដែលគាត់អីអញ្ចឹងបើគាត់ឆ្លងកាត់ឆ្លងអីដូចខ្ញុំអស់ហើយគាត់ប្រកាសជាយល់នៅហេតុផលយល់នៅអីដែលខ្ញុំនិយាយពីច្រើនដូចគ្នាតែខ្ញុំនៅចំណុចកំពុងតវល់ហ្នឹងអ្នកណាក៏គេនិយាយមកអ្នកណានិយាយមកក៏ខ្ញុំពិបាកនឹងទទួលយកដែរស្ដាប់អត់ចូលទេដឹងតែខ្លួនឯងវាទៅជាអញ្ចឹងហើយដល់ពេលអញ្ចឹងស្ដាប់អត់ចូលទេកំពុងនឹងតែដល់ពេលឆ្លងកាត់រឿងច្រើនពីមាតនៈទៅមាតនៈហើយបានមកដល់ក្រោយមកទៀតចាប់ដើមដឹងថាអូ
anh thử bài nâng vì khó với ai chẳng tới chẳng này tao này muốn vốn tê muốn vốn quả tại những bác sĩ ấy thom na thì anh nâng về chỉ cái hai tha ca sâu tiền môi để ở những đang luôn vì xong bây nhóm gọn nhưng đang luôn đó nè nâng này từng đông tịnh vô lại này nhóm vậy muốn vốn nhưng có hộp ấy bác sĩ ấy thom na ấy tịnh tua chứ thế đọc về dù tới chập đam bài nữa mỗi mặt phệ chẳng ta lên tầm này bà châu sao lá chán hay ní hết tập phát nó club nó hay mệt anh không ôi anh không biết tin tích đâu phải tới ở dương ở đăng luôn thầy dương cặp phong thằng ngục lừa hưởng ở bị dạo khlang ở về dương chập đam đăng luôn với mà nữa lại đặt xong lụa từ tỏ kia từ bông phổ tỏ kia bên thang phơ mấy mình nữ ban chỉ mình nữ bây giờ là biệp thà chuộng về nữa bài chỉ mờ mình nữ để thầm thơ mơ chỉ mình nữ để che kết quen cho ngay che ai sắp khục khai chỉ mình nữ trả tung bạn có bông chạm đạp chung lại này tao này nhưng miền bà sân chỉ lo tranh thế nhưng miền chỉ nói mùi là cô giờ tao bị cha nè chẳng chỉ nói để thôi ơi mình được mình để chập đam lên miền phim chỉ là cái nạn con không mấy cái tờ luôn ai bài ở cha hư ha ấy cứ mình được mơ bị chập đam miền tình nụ khó trời nè tao cái này sẵn kịch mở cả ăn miền tình nụ khó thử mình được ai sập bài ai ấy khổ bạc giang mà tay chập đam miền tình nụ khó thử kết pi na cột bọc luôn ai kết pi khua xa mơ khua xa bọc bạ khua xa ai đều đậpไปluôn ai nhọtไปchọi đa lệnh phật siสบายkhua xa ai đo lôi ai thể hiện bài chỉ ở hiện này bài chỉ tự thương ởไปchọi chập đam mơ khua xa mơ ấy chập đam ô anh đã phải khó anh khó mệt tên đôi em chẳng đập về chập đam miên tầm ngủ khó thở kết tỏ lọm ở bên anh cô thử ấy to anh cô đã không hiện thưa ca rồi có từ này em mùi đâm bậy chụp vật bảo anh từ ngày một dân như chập đam miên tầm ngủ khó trời chập đam hiệp chọn chụp vật bảo luôn ai cũng oi vì anh nhẹ nhảy cana cũng oi vì nhẹ nhảy mà bài nó chụp vật bảo dân mình sẽ nạp nốt thôi vì chập đam tiền luôn ai đón tịnh mở lên đá lên ấy được môn tham vật vậy ở trong tới vật chất á trong đá được cái gì trong đá lên ta ô phải chân nấu nhưng vậy thà bị chân nấu nhưng trôi chất bỏ tăng nhưng trôi chất ở tới sầm một nhưng trôi chất ấy đá lên chỉ crom chỉ bạn chỉ phụ ấy sập bài chỉ mũi cái gì nắng biết chân nấu chất ta có ai dương a thưa tất cả đó dương a thưa cả có bà ta không vây môi để dương thử khóm dương chân này pe ta rương chởn tới việc mày quy dương ăn miên ấy so dương chập đám hay ha là dương ăn miên ấy so dân ấy để sập bài ấy để ấy dương chập đám ấy cứ dương chập đám control luôn ai đôi tham mà nam dương thử đa lên bỏ toàn mà đòn bị đòn rồi cả từ này ấy dương chập đám control luôn ai mà mình cái này dương chân này lừa hưởng trong chởn về chỉ vật dương ăn miên so lấy thế chỉ bẻ kia von co đi rồi mình thầm ăn so thế class nè class đóจะเปะเกจองกอจองไอ้สำหรับครัวน่ะน้องมีนสำนักเชิญนะตลอดมาวันจังไอ้ได้ปลายคลายมันนึกมันเนี่ยได้ครบแต่ปลาสไลพีผู้ให้ติดลุเวงหนึ่งเรื่องอดไปยาวจิตราในขนมจุดตีนมันนึกมันเนี่ยนั้นเอาหมกจับดามดังคอดังเถอเจ็กกกูบานเวงช่างไงอดเชลเช้าจิมันนึกได้จัดตุ้มcứ để xa tại ca tầm nụ khó trời nữa ai tầm nụ khó trời nó vì chập đam miên tầm nụ khó trời tí chập đam tiền luôn ai vì đã plei khó hơn tí đó về mình được để chập đam miên tầm nụ khó trời bình lên miên tầm nụ khó trời thống có tiền luôn ai vì rương ấp bây giờ ở nó chập đam mà luôn ai khai thì chỉ mình được mình để nâng thắng để mình nghe nên treo chào thì mình treo chào thì nè tao không đi chân nam mưa tới
ហើយក៏ចំណាំមើលខ្លួនឯងដែរទៅគេថាការអត់ធ្មត់មានដែនកំណត់ខ្ញុំយល់ក៏ប៉ុន្តែពេលដែលមនុស្សចាប់ដើមចាស់ទុំចាប់ដើមនឹងថឹងសឹងតាគេថាឲ្យហើយខ្ញុំដាក់គេតែក្នុងចិត្តវាឈឺហើយតែគាត់ថាខ្ញុំដាក់គេទឹកមុខនៅធម្មតាអាច control ខ្លួនឯងអាចបន្តទៅមុខទៀតអត់មានអីដែលក៏គេថាឲ្យគេខឹងគេអីដាក់ទៅវិញលេងម្ចាស់ដៃលេងជេរឬក៏បោកនេះចោលបោកនោះចោលអាហ្នឹងខ្លួនឯងតន់ចាស់ទុំទេហើយចុះបើធ្វើម៉េចគេដាក់មកយើងអត់តអាហ្នឹងតើតាអ្នកទាំងគ្នាដល់ចំណុចមួយដែលនេះដែលយល់ពីខ្លួនឯងច្បាស់អ្នកទាំងគ្នានឹងដឹងថាគេថាអីរឿងរបស់គេថាអីយើងមិនអារឿងរបស់គេអីដែលយើងទទួលយកបើសិនជាចំណុចល្អអាហ្នឹងយើងយកមកយើងកែប្រែទៅហើយយើងធ្វើខ្លួនឯងល្អទៅអាហ្នឹងគឺវាល្អសម្រាប់យើងតែបើថាយើងដាក់ទៅវិញឆេវឆាវវាអត់មានបានអីទេលទ្ធផលចុងក្រោយមានតែឆ្លោះទាស់តែងគ្នាលទ្ធផលចុងក្រោយមានតែបែកបាក់លទ្ធផលចុងក្រោយមានតែគេស្អប់គេអីនិយាយថាគេស្អប់យើងអត់ខ្វល់តែគាត់ថាចាំថារស់ក្នុងសង្គមយើងអត់អាចរស់ម្នាក់ឯងបានទេអញ្ចឹងអ្នកនរគ្នាគួរតែព្យាយាមសម្របខ្លួនយើងមិនបាច់ទៅឲ្យគេស្អប់ទេគាត់ថាកុំឲ្យនេះទៅឲ្យតែគេឃើញមុខយើងធម្មតាអត់មានគំនុំអត់មានអីគុំគួនទៅព្រោះអាការគំនុំគុំគួនរបស់គេហ្នឹងគឺវាអត់មានផលប្រយោជន៍សម្រាប់យើងទេអញ្ចឹងបើអាចយើងប្រើប្រាស់ក្តីស្រឡាញ់ឲ្យច្រើនតែមិនឲ្យមានប្រពន្ធច្រើនសង្សារច្រើនទេគឺប្រើប្រាស់ក្តីស្រឡាញ់ដោយមនោសញ្ចេតនាទៅមនុស្សជុំវិញខ្លួនផ្ដល់ស្នាមញញឹមទៅអ្នកដទៃឲ្យច្រើនឲ្យគេរីករាយដែលស្គាល់យើងអាហ្នឹងយើងចាប់ដើមមានតម្លៃហើយអូខេអ្នកនរគ្នារៀងវីដេអូវែងតិចហើយខ្ញុំក៏អត់បន្តទៅមុខទៀតដែរខ្ញុំសុំ slash ត្រឹមហ្នឹងអញ្ចឹងបើរាល់ពាក្យពេចន៍ដែលខ្ញុំនិយាយទៅវាលើសលួសខ្វះខាតឬក៏ទោះខុសត្រង់ណាសូមពុកម៉ែបងប្អូនអធិស្ឋានផងហើយសម្រាប់ចំណុចណាដែលខ្ញុំនិយាយត្រូវក៏ថាល្អក៏ទទួលយកហើយក៏ខំព្យាយាមកែប្រែទាំងអស់គ្នាចំណុចណាដែលអាក្រក់ក៏យើងបោះវាចោលទៅអញ្ចឹងមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលបាននៅអ្វីដែលល្អពីខ្ញុំហើយហ្នឹងហើយសូមជម្រាបលានឹងជួបគ្នានៅវីដេអូអេពីសូតក្រោយទៀតបាយបាយ